រឿងមាតុឃាតកៈបុរសក្នុងលោកមិនគូជឿពាក្យភរិយាគ្រប់ម៉ាត់ក្នុងការកន្លងទៅហើយមានបុរសម្នាក់នៅក្នុងដែនកាសីកាលបបៃតាធ្វើមរណកាលហើយក៏ទំនប់បំរុងបំរើមាតាដោយគោរពហើយមាតាបានឃើញកូនមានវត្តប្រតិបត្តិល្អក៏នាំស្ត្រីមានរូបស្រស់ប្រាំប្រៃម្នាក់មករៀបចំឲ្យកូននោះចំណែកខាងនាងនោះបិតាស្លាប់ចោលតាំងពីក្មេងនៅសល់តែមាតាទើបនាំមកនៅរួមក្នុងត្រកូលស្វាមីហើយទំនប់បំរុងដល់មាតាទាំងពីរដោយគោរពតមកខាងក្រោយនាងក៏មានចិត្តនឿយណាយធុញទ្រាន់ចំពោះមាតាទាំងពីរមានគំនិតអាក្រក់កើតឡើងគិតសម្លាប់ម្ដាយក្មេងចោលបាននិយាយញុះញង់ស្វាមីថាឥឡូវនេះយើងគិតសម្លាប់ម្ដាយយើងចេញព្រោះចាស់ចង្រៃនេះខុសអស់ចាស់ទាំងពួងតែងបន្ទោបងម៉ូតលេមុដាក់ពេញផ្ទះសម្បែងហើយច្របាច់លេងដោយកូនក្មេងទើបនឹងកើតបើឯងមិននៅពេលណាហើយគាត់ធ្វើបាបតែអញឲ្យវេទនារាប់មិនឈ្នះបើដូច្នេះយើងគិតសម្លាប់គាត់ទៅឬបុរសជាស្វាមីបានលើភរិយានិយាយរាយរាប់ប្រាប់ជាញយៗហើយក៏និយាយថាការសម្លាប់មនុស្សនីមួយៗមិនងាយទេក្រណាស់ភរិយានោះនិយាយតបវិញថាបបិទ្ធស្វាមីការសម្លាប់នោះងាយទេមើលតែគាត់ដេកលក់យើងចងក្រែសែងទៅទម្លាក់ក្នុងស្ទឹងខាងក្រោយផ្ទះឲ្យឆ្លាមមកទំពាស៊ីបុរសជាស្វាមីសួរថាម្ដាយអញគាត់ដេកកន្លែងណាម្ដាយឯងដេកកន្លែងណាភរិយាប្រាប់ថាម្ដាយអ្នកសម្រានខាងនេះម្ដាយខ្ញុំសម្រានខាងនោះស្វាមីប្រាប់ថាបើដូច្នោះចូលនាងចងក្រែម្ដាយអញទុកឲ្យស្រេចទៅដល់យប់ជ្រៅយើងនឹងសែងទៅទម្លាក់ក្នុងស្ទឹងភរិយាត្រេកអរណាស់ក៏ធ្វើតាមបង្គាប់ស្វាមីហើយដេកលក់ទៅបុរសជាស្វាមីបានដឹងថាភរិយារបស់ខ្លួនដេកលក់ហើយក៏ចូលទៅស្រែចំណងពីក្រែម្ដាយខ្លួនចេញយកខ្សែទៅចងក្រែម្ដាយក្មេងវិញលុះចងសពគ្រប់ហើយដើរចូលទៅដាស់ភរិយាថាណែក្រោកឡើងយើងល្មមសែងដូនចាស់ទៅទម្លាក់ចោលហើយជនទាំងពីរនាក់ក៏ម្នីសែងក្រែយកទៅទម្លាក់ក្នុងស្ទឹងខាងក្រោយផ្ទះដោយប្រញាប់ប្រញាល់ខ្លាចក្រែងជនទាំងឡាយមើលឃើញពួកសត្វសាហាវទាំងឡាយមានឆ្លាមមកជាដើមក៏ដណ្ដើមប្រជែងគ្នាស៊ីយាយចាស់នោះអស់ទៅលុះព្រឹកឡើងនាងភរិយាបានដឹងច្បាស់ថាម្ដាយខ្លួនស្លាប់ហើយក៏នឹកតូចចិត្តក្តៅក្រហាយអន្ទះសារពុនពេកទើបប្រាប់ស្វាមីថាយើងគិតសម្លាប់ដូនចាស់មួយទៀតបុរសជាស្វាមីក៏ទទួលព្រមថាល្អហើយទើបនាំគ្នាទៅធ្វើថ្កក្នុងព្រៃស្មសានដល់យប់ជ្រៅម្ដាយដេកលក់ក៏នាំគ្នាសែងទាំងក្រែយកទៅដាក់លើជើងថ្កប្រារព្ធនឹងដុតភ្លើងជួនជាពេលនោះភ្លេចដាក់ភ្លើងទៅក៏នាំគ្នាត្រឡប់មកយកភ្លើងវិញការជនទាំងពីរនាក់ត្រឡប់មកដល់ផ្ទះវិញហើយយាយចាស់នោះក៏ភ្ញាក់ឡើងក្រោកអង្គុយដោយត្រូវសន្សើមត្រជាក់ខ្លាំងលុះមើលសពគ្រប់ដឹងខ្លួនថាគេយកមកសម្លាប់ក៏ចុះចេញទៅបានយកសាកសពខ្មោចពពែមួយទៅដាក់លើក្រែក្របសំពត់ពីលើហើយភៀសខ្លួនចេញពីទីនោះដើរចូលទៅក្នុងគុហាមួយបានរំពឹងគិតថាអូអាត្មាអញនឹកស្មានថាបានកូនប្រសាជាទីពឹងឥឡូវនេះវាធ្វើអញឲ្យភ័យយ៉ាងក្រៃលែងចំណែកខាងបរោះប្តីប្រពន្ធយកភ្លើងបានមកក៏ដុតសាកសពពពែនោះទៅដោយសម្គាល់ថាជាម្ដាយរបស់ខ្លួនប៉ិនឯគុហាដែលយាយចាស់ចូលទៅអង្គុយនោះមានចៅម្នាក់យកបង្វិចមាសប្រាក់ទៅលាក់ទុកក្នុងទីនោះជាច្រើនយាយចាស់បានឃើញមាសប្រាក់នោះហើយក៏នឹកដល់កូនថាអូកូនសម្លាញ់អញប្រសិនបើបានមាសប្រាក់ច្រើនយ៉ាងនេះប្រហែលជាត្រេកអររីករាយណាស់កំពុងតែគិតដូច្នេះស្រាប់តែចៅទៅដល់ចៅនោះបានឃើញយាយចាស់ហើយក៏ភ្ញាក់ផាត់ភ័យញ័ររន្ធត់មិនហ៊ានចូលទៅជិតឡើយដោយនឹកស្មានថាយាក៏ត្រឡប់មកវិញបានហៅពេទ្យខ្មោចម្នាក់ឲ្យចូលទៅសង្កេតមើលពេទ្យខ្មោចនោះក៏រែងមុនវិជ្ជាហើយដើរចូលទៅកាន់គុហា
ចំណែកខាងយាយចាស់បានឃើញពេទ្យខ្មោចនោះក៏និយាយថាយើងមិនមែនជាយៈទេអ្នកចូលមកយើងទាំងពីរនាក់នឹងចែកទ្រព្យគ្នាពេទ្យខ្មោចនោះនិយាយថាយើងមិនជឿទេយាយចាស់ថាបើអ្នកឯងមិនជឿយើងចូលអ្នកលីនអណ្ដានមកដាក់លើអណ្ដានយើងចុះនឹងដឹងច្បាស់ថាយើងជាមនុស្សពិតពេទ្យខ្មោចក៏ធ្វើតាមពាក្យយាយចាស់នោះទៅយាយចាស់ក៏ខំអណ្ដានពេទ្យខ្មោចជាប់ដោយចង្កូមមួយយ៉ាងចំណាប់ពេទ្យខ្មោចខំបំរាស់រើរស់ហើយក៏ស្រែកប្រាប់គ្នាថាយៈទេវើយយៈទេទើបនាំគ្នារត់ចេញទៅលុះដល់ភ្លឺច្បាស់ឡើងយាយចាស់ក៏ប្រមូលមាសប្រាក់វិចស្ពាយយកទៅឲ្យកូនចំណែកខាងកូនប្រសាក្រឡេកឃើញម្ដាយស្ពាយបង្វេចទ្រពមកដូច្នោះក៏ចុះទៅទទួលរាក់ទាក់បដិសន្ធារៈគូសមយ៉ាងអស្ចារ្យហើយនិយាយថាអោលោកម្ដាយគេយកទៅដុតក្នុងព្រៃខ្មោចត្រឡប់ជាបានមាសប្រាក់មកឲ្យកូនបើដូច្នោះខ្ញុំសូមឲ្យលោកម្ដាយយកខ្ញុំទៅដុតម្ដងវិញខ្ញុំនឹងកាប់វេចយកមាសប្រាក់ឲ្យច្រើនជាងនេះទៅទៀតស្ត្រីនោះជាស្ត្រីពេលកាលកណីល្មមចង់បានទ្រព្យមិនគិតវែងខ្លីបានឲ្យស្វាមីយកទៅដុតក្នុងព្រៃស្មសានស្វាមីក៏នាំយកទៅដុតឆេះខ្ទេចខ្ទីស្លាប់ទៅកើតក្នុងនរកទៅឯស្វាមីដល់អស់អាយុក៏ទៅកើតក្នុងនរកជាមួយគ្នា